ចម្រើនពរញាតិញោមទាំងអស់គ្នាញាតិញោមឃើញកន្លែងនេះប្រហែលជាស្គាល់ទាំងអស់គ្នានៅទីកន្លែងនេះជាកន្លែងដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់មើលតតមើលនៅក្រុងវេសាលីជាលើកចុងក្រោយមុននឹងព្រះអង្គបរិនិព្វានបងទីកន្លែងនេះយើងហៅថាជាបាវលចេតិយចេតិយនេះធំណាស់ញាតិញោមបងអាត្មាធ្លាប់មកថ្វាយបង្គំដើរប្រតិសិនមកជុំគឺឆ្ងាយមែនតើហើយញាតិញោមមើលទៅលើតួបច្ចេតិយនេះប្រហែលជាញាតិញោមមើលមិនសូវច្បាស់ទេបងនៅតាមតួបច្ចេតិយហ្នឹងគឺសិតតែពុទ្ធរូបស្នាមកន្លែងតម្កល់ពុទ្ធរូបហើយក៏មានពុទ្ធរូបនៅសេសសល់ខ្លះដែរញាតិញោមបងឥឡូវនេះខាងអ្នករៀបចំនៅទីកន្លែងហ្នឹងគេបានសម្អាតរុករកនៅទីកន្លែងហ្នឹងឃើញមានស្លាកស្នាមច្រើនកន្លែងតម្កល់ព្រះពុទ្ធរូបបងហើយចេតិយនេះធំណាស់ញាតិញោមដើរមកជុំហ្នឹងមកហត់ដែរបងមកទៅច្រើនលើកប៉ុន្តែមានមួយលើកដែលអាត្មាបានដើរមកជុំបងញាតិញោមទស្សនាមើលទៅនៅទីកន្លែងនេះបងដែលយើងហៅថាបាវលចេតិយណាបងដែលព្រះអង្គទ្រង់យាងពីវេសាលីមកហើយមកដល់ទីកន្លែងនេះព្រះអង្គទ្រង់តូតមើលទៅក្រុងវេសាលីជាលើកចុងក្រោយបងមុននឹងព្រះអង្គយាងទៅដល់ក្រុងកុសេនារាបងណាបងអញ្ចឹងក្រុមធម្មយាត្រាកម្មាខ្មែរយើងបានមកដល់ទីកន្លែងនេះអញ្ចឹងញាតិញោមទស្សនាមើលទាំងអស់គ្នាបងយើងមើលចឹងឃើញមកលមមណាស់ទេបងប៉ុន្តែបើយើងមកផ្ទាល់គឺធំមែនតើបងឥឡូវនេះយើងបានចប់ហើយយើងចេញមកខាងក្រៅវិញបងសូម